បាទជំរាបសួរពុកម៉ែបងប្អូនទាំងគ្នានេះអឺបង្ហាញពីដំណាំនៅក្រោយផ្ទះបងប្អូនបាទដំណាំនៅក្រោយផ្ទះការវីដេអូមុនបង្ហាញម្ដងហើយតែឡោបង្ហាញម្ដងទៀតមានដើមដូងមានដើមចេកមានក្រូចមានស្វាយមានល្មុតអញ្ចឹងបងប្អូនបាទយើងដាំចម្រុះអញ្ចឹងដីយើងធំដែរអញ្ចឹងយើងដាំឲ្យរៀងច្រើនដែរអញ្ចឹងបងប្អូនយើងកុំដាំតែមួយមុខនេះមកកាក់មានស្វាយដូងម្នើសចេកខ្នុរនេះខាងក្រោយផ្ទះរបស់ខ្ញុំបងប្អូនបាទពេលល្ងាចឡើងព្រឹកឡើងដើរហាត់ប្រាណនៅខាងក្រោយផ្ទះបរិវេណក្រោយផ្ទះដើមស្វាយនៅមានផ្លែបងប្អូនផ្លែក្តឹបលាក់នេះព្រីងមានដើមព្រីងមានតពាំងអូតពាំងធំនេះពាំងបណ្ណាណៃខាងនោះមួយទៀតអានេះច្រិតហ្នឹងធំហើយទៅច្រិតហើយបាទកាត់ច្រិតនេះមួយទៀតដូងមានស្អំនេះស្អំស្កានេះព្រីងបងប្អូនព្រីងពូជធំបងប្អូនបាទឆ្នាំក្រោយផ្លែស្កានេះខ្នោសមុទ្រស្កានេះទៀតទុំហ្នឹងតែវាអត់សូវធំទេបងប្អូនវាអូស្មួយធម្មជាតិចឹងទៅវាអត់សូវធំទូចមានអីចឹងមានបងប្អូនមានក្តឹបច្រើនកន្លែងទៅនោះដាំកូនតរៀនមើលយើងបដោះអត់បានទិញដើមដាំហ្នឹងបងប្អូនដើមឡោតរកកាប់ដូងទៅបិទកាប់ដូងសិន
Chà, làm cặp đuông cho làm bố đuông lừa bàn muối các bạn cặp mũi tân scan điện nhớ tôi mới đặt cặp khăn mùi
chẳng chắc nó sạch rán